ក្នុងចំណោមវរៈបុរសស្នេហាជាតិខ្មែរមានឈ្មោះមួយដែលធ្វើឲ្យអាណានិគមនិយមបារាំងញញើតញញើមនិងគោរពកោតសរសើរក្នុងពេលតែមួយនោះគឺអុកញ៉ាក្រឡាហោមគង់តើលោកគឺជាអ្នកណាហេតុអ្វីបានជាលោកសុខចិត្តបោះបង់បុណ្យស័ក្តិខ្ពង់ខ្ពស់ក្នុងវាងមកកាន់ដាវតស៊ូក្នុងព្រៃថ្ងៃនេះយើងនឹងវិលត្រឡប់ទៅកាន់សតវត្សទី19ដើម្បីលាតត្រដាងពីជីវិតពិតរបស់វីរៈបុរសរូបនេះលោកម្ចាស់ក្រឡាហោមគង់កើតនៅក្នុងត្រកូលអ្នកមានមុខមាត់ក្នុងរជ្ជកាលព្រះបាទនរោត្តមលោកបានឡើងកាន់តំណែងជាអុកញ៉ាក្រឡាហោមដែលជាមន្ត្រីជាន់ខ្ពស់បំផុតមួយរូបទទួលបន្ទុកក្រសួងទ័ពជើងទឹកនិងគ្រប់គ្រងតំបន់ដីខ្ពស់នៃទន្លេមេគង្គលោកជាមនុស្សមានសមត្ថភាពខ្ពស់ច្បាស់លាស់ក្នុងកិច្ចការយោធានិងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមរាស្ត្រខេត្តកំពង់ចាមនិងខេត្តព្រៃវែងរបបជីវិតរបស់លោកបានប្រែប្រួលនៅយប់ថ្ងៃទី17ខែមិថុនាឆ្នាំ1884នៅពេលដែលបារាំងបានប្រើកម្លាំងបាចបង្ខំឲ្យព្រះមហាក្សត្រខ្មែរចុះហត្ថលេខាលើសន្ធិសញ្ញាដែលធ្វើឲ្យខ្មែរក្លាយទៅជាអាណាព្យាបាលពេញលេញអធិបតេយ្យជាតិត្រូវបានបាត់បង់រាសរងទុក្ខនិងពន្ធដារនេះជាចំណុចដែលអុកញ៉ាក្រឡាហោមគង់មិនអាចឱនក្បាលទទួលយកបាននោះទេលោកបានសម្រេចចិត្តចាក់ចេញពីទីក្រុងភ្នំពេញបោះបង់លាភស័ក្តិយាងចូលទៅកាន់មូលដ្ឋានកំពង់សៀមនិងភ្នំស្រីភ្នំប្រុសដើម្បីប្រមូលកម្លាំងរាស្ត្រចលនាតស៊ូរបស់លោកបានផ្ទុះឡើងយ៉ាងខ្លាំងនៅឆ្នាំ1885លោកប្រើបច្ចេកទេសវាយឆ្មក់ទ័ពបារាំងដែលមានអាវុធទំនើបតែងតែបរាជ័យក្រោមស្នាដៃទ័ពស្ម័គ្រចិត្តរបស់លោកដែលពូកែខាងភូមិសាស្ត្រនិងមានមន្តអាគមផងដែរបារាំងដឹងថាមិនអាចឈ្នះលោកដោយអាវុធក៏ប្រើល្បិចថោកទាបបំផុតមួយគេបានចាប់ភរិយានិងកូនរបស់លោកព្រមទាំងគំរាមដុតបំផ្លាញភូមិឋានរាស្ត្រប្រសិនបើលោកមិនព្រមចេញមកចុះចូលនេះគឺជាជំរើសដ៏ពិបាកបំផុតរវាងគ្រួសារនិងការតស៊ូប៉ុន្តែលោកបានសម្រេចចិត្តចេញមុខមកដើម្បីសង្គ្រោះរាស្ត្រនិងសាច់ឈាមរបស់ខ្លួននៅថ្ងៃទី6ខែធ្នូឆ្នាំ1886លោកត្រូវបានបារាំងចាប់ខ្លួនទោះបីជាស្ថិតក្នុងចំណងក៏ប៉ុន្តែអាកប្បកិរិយារបស់លោកនៅតែរឹងមាំបារាំងបានសន្យាថានឹងផ្ដល់បុណ្យស័ក្តិឲ្យលោកវិញប្រសិនបើលោកព្រមបញ្ឈប់ការបះបោរមួយនេះលោកម្ចាស់ក្រឡាហោមគង់បានតបទៅវិញយ៉ាងខ្លីថាខ្ញុំសុខចិត្តស្លាប់ដើម្បីទឹកដីជិះជាងរស់នៅក្រោមនឹមអាណានិគមរបស់ពួកគេជាចុងក្រោយពួកបារាំងបានសម្លាប់លោកនៅមាត់ទន្លេកំពង់ចាមតាមឯកសារខ្លះបានបង្ហាញថាលោកបានស្លាប់ដោយការធ្វើទរណកម្មចងផ្អោបទៅនឹងបំពង់ផ្សែងរបស់កប៉ាល់ការបូជារបស់លោកមិនមែនជាការបរាជ័យឡើយវាគឺជាភ្លើងទៀនដែលបំភ្លឺស្មារតីស្នេហាជាតិដល់កូនខ្មែរជំនាន់ក្រោយសូម្បីតែមេទ័ពបារាំងក៏បានសរសេរក្នុងកំណត់ហេតុសរសើរពីភាពអង់អាចរបស់លោកផងដែរលោកគឺជាអ្នកដែលតំណាងឲ្យព្រលឹងខ្មែរដែលមិនចេះឱនក្បាលឲ្យជាតិសាសន៍ដទៃនោះទេថ្ងៃនេះនៅក្បែរមាត់ទន្លេមេគង្គក្នុងក្រុងកំពង់ចាមរូបសំណាករបស់លោកនៅតែឈរយាមទឹកយ៉ាងមានមោទនភាពសូមឲ្យយើងទាំងអស់គ្នារួមគ្នាថែរក្សាសន្តិភាពនិងកសាងជាតិដើម្បីឲ្យសមនឹងការបូជាសាច់ស្រស់ឈាមស្រស់របស់វីរៈបុរសរបស់យើងសូមអរគុណសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់